สิวฉันไปนี่บางเป็นจำให้มาจีบบ้างเหมือนประบอกกับมาเองเอาแต่โลกศาสตราจารย์วิ่งติ้งอานุประเทศสองตีนี่คือจิกรมหนสู้รักษากับเล็กจมูกชมพูคือខ្ញុំចង់និយាយថាអារម្មណ៍របស់មនុស្សយើងគឺវាមានការប្រែប្រួលដូច្នេះហើយបើប្រែប្រួលនៅទីនេះក៏ជាទំនួលខុសត្រូវរបស់ខ្ញុំដែរទំនួលខុសត្រូវឬក៏ពួកគេទៅពីបានគ្នាហើយអញ្ចឹងបានជាបានព្រមបញ្ជូនខ្ញុំទៅវិញនោះឬក៏ចង់ខ្លួនមួយជាទុកពីនោះខ្ញុំក៏មានបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំដែរខ្ញុំមិនអាចទៅមានសង្ឃឹមអីនឹងមនុស្សបែបហ្នឹងទេមិនសង្ឃឹមលើម៉ាក់របស់ខ្ញុំក៏មិនសង្ឃឹមលើលាវស៊ីឆិនដែរសិនសិញឈិននឹងសំអុយមិនបានជាឯងនៅតែទីនឹងរញ៉េរញ៉ៃជាមួយយើងបានទៀតអញ្ចឹងហើយតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅអាចកម្ចាត់វាបានទេសិនសិញឈិនមនុស្សយន្តចេះក្បត់ប្រឆាំងគ្នានឹងគឺជាផ្លូវចុងក្រោយរបស់នាងហើយសាស្ត្រាចារ្យហ្វឹងខ្ញុំគឺជាគូដណ្ដឹងរបស់សៀវឈិនខ្ញុំជឿថាលោកគួរតែបានលើកពីដំណឹងមួយនឹងហើយអ្នកស្រីលីអ្នកស្រីខំមកខ្ញុំនេះតើមានការអីដែលទៅបាត់ខ្ញុំចាំឲ្យមនុស្សយន្តមួយដែលធ្វើការឲ្យខ្ញុំនេះតើលោកសាស្ត្រាចារ្យពិបាកធ្វើតាមមែនទេអ្នកស្រីក៏ដឹងដែរមនុស្សយន្តនោះគឺជាកម្មសិទ្ធិរបស់លោកលីប្រែកមកហើយខ្ញុំនេះក៏គ្មានសិទ្ធិទៅរួយរវល់ដែរចាំបើសិនជាសៀវឈិនគេបានដឹងថាលោកបានបដូរមនុស្សយន្តរបស់គេនោះលោកថាតើមើលតើគេអាចនឹងដុតសំអានកាន់ឡើងមន្ទីរស្រាវជ្រាវរបស់លោកដែរទេអ្នកស្រីមនុស្សយន្តនោះអាចកែឲ្យស្ដាប់តាមអ្នកស្រីបានប៉ុន្តែរៀងរាល់7ថ្ងៃម្ដងត្រូវយកមកជួសជុលម្ដងហើយគឺជាកម្មវិធីភ្ជាប់ពាក្យខ្ញុំហើយខ្ញុំឲ្យពេលលោក5ថ្ងៃប៉ុណ្ណឹងបាទអញ្ចឹងក៏បានធ្វើយ៉ាងម៉េចទៅខ្ញុំជឿលោកបានទេអ្នកស្រីអញ្ចឹងចាំខ្ញុំបង្កើតឡើងសារថ្មីចុះខ្ញុំដាក់ system សាកល្បងបណ្ដោះអាសន្នសិនអ្នកស្រីអាចមកធ្វើការតេស្តសាកល្បងបានប៉ុន្តែបើ system error គឺមិនអាចគ្រប់គ្រងបានទេអ្នកស្រីត្រូវដឹងទុកជាមុនសិនរឿងហ្នឹងមិនអីទេសាស្ត្រាចារ្យហ្វឹងខ្ញុំរងចាំលោកនេះសម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ប៉ុតដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមើលផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់តែ50000ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅទៅបានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណលេខខាស៊ីងតើទឹកដៃធ្វើការនាងបកកើតដែរទេអ្នកនាងត្រូវសម្រុកធ្វើវាឲ្យចាប់លឿនពីព្រោះស្អែកនេះខ្ញុំត្រូវការយកវាទៅប្រជុំហើយយ៉ាសិនស៊ីងឈិននាងនេះពិតជាល្ងងដូចកបីមែនអូមិនណែសូម្បីមនុស្សយន្តក៏អត់ថ្មដែរនេះការងារច្រើនដល់ម្ដងផងហីអេមិនទៅនោះសោះមនុស្សយន្តណាដេកហើយចេះរងាអេណាចុះទៅដល់ហើយក៏ទៅដល់ទៅហើយ
បាននឹងជាមនុស្សមិននឹងល្អប៉ុណ្ណាទេខ្ញុំដល់ចាំបានថាការប្រយុទ្ធមិញខ្ញុំមិនទាន់ធ្វើការហើយណាលេខាសិនធ្វើមិនបានល្អមែនសុំទោសផងយើងមិនអាចយកមកធ្វើបានបង្ហាញបានទេអ្នកក៏ជារបាយការណ៍ងាររបស់ខ្ញុំនៅលើកនេះរបាយការណ៍របស់ខ្ញុំសូមបញ្ចប់ត្រឹមនេះអរគុណគ្រប់គ្នាសូមស្វាគមន៍ចំពោះការរីកគុណនិងផ្ដល់មតិយោបល់គ្រប់គ្នាសិនសិងឈិននាងធ្វើស្អីនាងនឹងមកក៏ខុសគ្នាស្អីយ៉ាងហ្នឹងនៅមានរចនាសម្ព័ន្ធទីនគឺសត្វតាមច្បាស់លាស់សិនការងារនាងធ្វើបានតែប៉ុណ្្នឹងមែនខំតែគិតថានាងជាមនុស្សឆ្លាតរហូតមកអញ្ចឹងនឹងគឺខ្ញុំជាអ្នកធ្វើតាមការពិនគេជាអ្នកជួយខ្ញុំបញ្ចប់ការងារនឹងតែសៀវឈិននេះមិនមែនដោយសារតែនាងជាលេខាផ្ទាល់ខ្លួនបងទេអីតើជួយការពារនាងនឹងនេះវាមិនស្មើភាពសម្រាប់គ្រប់គ្នាទេនឹងមែនហើយក៏អញ្ចឹងដូចជាវាស្មារតីគ្នារត់ទេហើយធ្វើបែបហ្នឹងពួកយើងមិនសុខចិត្តនោះទេនេះមកការបកស្រាយឃើញថាបានល្អដែរទេមានបញ្ហាអីនៅភាពខុសគ្នាមានបញ្ហាអីជាមួយរចនាសម្ព័ន្ធអស់ហ្នឹងសៀវឈិននេះបងក៏ធ្វើខ្ញុំខ្មាស់គេសម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ទាត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមកផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយៗផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់តែ 50000 ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅទៅបានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណខ្ញុំខ្មាស់គេពេកមើលយំមិញលេខាសឿនថែមមកនេះធ្វើការរហូតសល់តែមួយចំណុចទេនឹងមែនទេជាភាពស្មើគ្នារបស់បុគ្គលិកណាសំបីតែរឿងកាយដៃថែមក៏មិនអាចទ្រាំបានដែរអ្នកគិតថាការធ្វើរឿងខ្លីៗហ្នឹងតើវាងាយស្រួលតាមមែនទេហ្នឹងហើយយប់មិញនាយកលីបានប្រកាសច្បាប់ថ្មីហើយបុគ្គលិកថ្នាក់លើមិនអាចទម្លាក់ការងារឲ្យថ្នាក់ក្រោមធ្វើការហួសកំណត់ទេនេះតាគេធ្វើដើម្បីខ្ញុំវិញលាវស៊ូឈិននេះលោកមានគោលដៅហើយប៉ុន្តែលោកមកខ្វល់ជាមួយខ្ញុំធ្វើអីទេធ្វើចាំបានន័យថាម៉េចទេស៊ូឈិនខ្ញុំក៏ដូចគ្នាដែរគ្រាន់តែឲ្យត្រួតពិនិត្យការងារធម្មតាប៉ុណ្ណឹងស៊ីងឈិនជាជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំលើកក្រោយមិនឲ្យនរណាបញ្ជាតាមចិត្តទេជាពិសេសនោះគឺអនុប្រធានគ្រប់គ្រងទូតសុងចាប់បានអគ្គនាយកលីរំសាយប្រជុំសៀវឈិនខ្ញុំមានរឿងចង់និយាយជាមួយបងសៀវឈិនខ្ញុំឡងស្រឡាញ់បងតាំងពីជួបលើកដំបូងមកម្លេះជាច្រើនឆ្នាំមកនេះថាខ្ញុំក៏មិនដែលប្រើរឿងហ្នឹងមកเก็บសង្កត់បងដែរពីព្រោះខ្ញុំខ្លាចថាវានាំពរទុកដាក់បងខ្ញុំគិតថារវាងពួកយើងនឹងចោះសម្រងគ្នាបណ្ដាប៉ុន្តែតាំងពីលេខាសិនចូលមកតំណែងតំណងរវាងពួកយើងកាន់តែឆ្ងាយទៅរឿងហ្នឹងគ្មានអីពាក់ព័ន្ធជាមួយនឹងគេទេសៀវឈិនខ្ញុំដឹងថានាងជាលេខាផ្ទាល់ខ្លួនបងនិងនាងក៏មានអារម្មណ៍ដូចគ្នាដែរប៉ុន្តែនាងជាមនុស្សយន្តនាងមិនអាចឲ្យអ្វីគ្រប់យ៉ាងដែលបងចង់បានគ្រប់យ៉ាងបានទេខ្ញុំបាននិយាយដូចហើយនឹងឲ្យតំណែងមួយទៅនាងខ្ញុំមិនលេសម្ដីខ្លួនឯងបងគិតថាខ្ញុំនឹងចង់បានតំណែងអីពីបងមែនទេអ្វីដែលខ្ញុំចង់បានគឺជាបេះដូងរបស់បងពិតជាលំអៀងដាក់ខ្ញុំពេកហើយតាំងពីដើមមកបងមិនដែលព្យាយាមយកពីខ្ញុំសោះមកដើរទូជាទុនខ្សែបន្តិចទេដើម្បីគ្រប់គ្រងមនុស្សប្រុសគឺជាមធ្យោបាយល្អបំផុតប្រហែលជាខ្ញុំអយុធធម៌ចំពោះនាងពេញហើយអាឡូ
ในยูรีปุ๋ยยังมาเราเคยให้ง่ายแต่ลงมือสปอนเพียบนู้อันนู้นประเทศกระโปรงตัวเตอร์สองในเจาะพลัดดาที่สองเฉยนี่เพื่อชมวิทย์อารมณ์มันเกาะใบหมดแล้วก็บางให้เงินตัวให้เอาให้นะnơi mình là đang xin mà đặt tiết niếng đa thiên thống đâu là na mà đăng thế còn đa phía khi càng say lúc trong mơ cùng chọn thế xem đăng hái mình to sớm tiệt cho sòng chờ ý niếng đăng đường tràn này chứ ba chị bạn đăng hái សម្រាប់ពុកម៉ែបងប្អូននៅចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់គាត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមកផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយយើងហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយៗផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់តែ 50000 ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះតែខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅបានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណ